ជំរាបសួរបងបងសម្រាប់ model BYD Silan 5 DMI មានវត្តមាននៅក្នុង showroom City Mall នេះណាបងបងសាក់ថ្មមកពេញចាក់សាំងមកពេញជាបាន 1090 គីឡូម៉ែត្រ 100 គីឡូស៊ីស្នាង 4.4 លីត្រថ្មីខ្លាញ់កោឡានក្រុមហ៊ុនមានធានាតម្លៃ 20,000 ជាងប្រភេទ Full SUV 5កៅអីបងបងចឹងសម្រាប់បងបងដែលគាត់ចង់ដឹងព័ត៌មានឲ្យកាន់តែច្បាស់អាចចេញមកមើលឡានផ្ទាល់នៅ showroom បានណាបងបងបើតាក់ទងជាមួយនឹងភាពទំនើបវិញគឺទំនើបទៅបងតាក់ទងមួយ option របស់ខាងឡាន BYD បងបងដូចដឹងស្រាប់អញ្ចឹងប្រព័ន្ធសុវត្ថិភាពអន្សំចៃភាពឆ្លាតវៃ BYD Silan 5 គឺមានទាំងអស់បងបងអរគុណចឹងសម្រាប់បងបងដែលចង់ដឹងព័ត៌មានបន្ថែមអាចឆាតតាម Telegram បានណាបង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 សម្រាប់ model BYD Silan 5 គឺមានវត្តមានតាំងបង្ហាញផ្ទាល់នៅក្នុង showroom សាខា City Mall នេះណាបងបងអញ្ចឹងសម្រាប់បងបងដែលចង់មកមើលរូបរាងផ្ទាល់ជាមួយនឹង model BYD Silan 5 នេះអាចចេញមកមើលផ្ទាល់នៅ showroom បានណាបងបងសាក់ថ្មមកពេញចាក់សាំងមកពេញជាបាន 1090 គីឡូម៉ែត្រអន្សំចៃវៃឆ្លាតណាបងបងអញ្ចឹងសម្រាប់ឥឡូវនេះក៏យើងនៅតែបើកទទួលការបន្លាញ booking នេះណាបងបងឲ្យលឿនឡើង stock ចំនួនមានកំណត់ណាបងបងអរគុណសម្រាប់ថ្ងៃនេះចង់មកឆ្លើយសំណួរបងប្រុសមួយដោយសារតែគាត់សួរបែបនេះដោយសារតែ Silan 5 នេះប្រើអគ្គិសនីផងប្រើសាំងផងអគ្គិសនីបងសាក់មកពេញជាបាន71គីឡូនៅពេលដែលបងប្រើអគ្គិសនីអស់គឺវានឹងលោតចូលសាំងហើយអញ្ចឹងបងសួរថានៅពេលដែលវាអស់អគ្គិសនីបងចាក់ទៅសាំងឡានហ្នឹងជិះទៅមុខបានអត់បានតើបងពេលដែលបងប្រើអគ្គិសនីអស់គឺវានឹងលោតចូលសាំងអូតូម៉ាទិកហើយវាមានមុខងារឆ្លាតវៃមែនទែនដោយសារតែមានប្រទេស chip AI នៅក្នុងហ្នឹងមកវាដឹងថាពេលណាដែលវាត្រូវប្រើអគ្គិសនីពេលណាដែលវាត្រូវប្រើសាំងហើយនៅពេលដែលបងអស់អគ្គិសនីបងអត់សាក់ថ្មក៏ឡានហ្នឹងនៅតែជិះទៅមុខដែរឲ្យតែបងចាក់សាំងបងហើយសម្រាប់សាំងវិញ100គីឡូស៊ីតែ 4.4 លីត្រទេបងស៊ីថេជិះក្នុងក្រុងក៏ស៊ីប៉ុណ្ណឹងជិះក្រៅក្រុងក៏ស៊ីប៉ុណ្ណឹងតួលេខនេះគឺជាតួលេខមួយដែលខ្ពស់បំផុតណាបងអញ្ចឹងសរុបមកពេលដែលប្រើអគ្គិសនីអស់អាចប្រើសាំងជិះទៅមុខបានធម្មតាណាបងអរគុណបងសម្រាប់សំណួរខាងលើ